លំហាត់ដែលយើងត្រូវធ្វើអាទិត្យមុនគឺយើងមាន file មួយ file បាទយើងមាន file មួយអ្នកទាំងអស់គ្នាអាចមើលណាយើងសរសេរ cat sv 30 data ចឹងយើងនឹងឃើញទិន្នន័យនៅក្នុងនឹងទាំងអស់មានប៉ុន្មានហើយយើងសរសេរ less មក less ក៏បានដែរ less ចឹងទិន្នន័យនៅក្នុងនឹងទាំងអស់មានប៉ុន្មាន100ជួរចឹងអស់គ្នាត្រូវហ៎មានទាំងអស់100ជួរឃើញ100ជួរហ៎100បន្ទាត់100ឡាញអស់គ្នាបាទយើងមើលឃើញទៅខ្ញុំអាចសរសេរថាcat អត់សេ wc .l sv 30ចឹងមានទាំងអស់ប៉ុន្មាន101អូខេ101មិនបាន101ដោយសារវាមាន space មួយចឹងអត់មាន space មួយមែនយើងឡើងទៅលើមាន space មួយមែនមានមកពីណាមាន space មួយក្រោមអញ្ចឹងហ៎ដោយសារមាន space មួយក្រោមអូខេអញ្ចឹងអ្នកទាំងអស់គ្នាមើលអ្វីដែលខ្ញុំចង់ឲ្យធ្វើថាពេលហ្នឹងឲ្យអ្នកទាំងអស់គ្នាធ្វើម៉េច copy នេះបាន10បន្ទាត់ត្រូវហ៎ copy បានយកធ្វើម៉េច copy បានហើយយកទៅដាក់នៅក្នុង file មួយឈ្មោះថា data copy 10ឃើញទេអត់តាន់បាទហើយដល់ពេលយើងមើលតទៅទៀតដល់ពេលពី10ពី11រហូតដល់ប៉ុន្មាន20យើង copy ពី11រហូតដល់20យកទៅដាក់នៅណាយកទៅដាក់នៅក្នុង data copy 20បងប្អូននេះអត់តទេបាទហើយបើសិនជាយើង view តទៅទៀតយើងយកពីប៉ុន្មាន21រហូតដល់ប៉ុន្មាន21រហូតដល់30យកទៅដាក់នៅក្នុងអីគេក្នុង data copy 30ស្ដាប់តោះអ្នកនេះស្ដាប់តោះកន្លែងហ្នឹងហ៎ដូច្នេះតើអ្នកទាំងអស់គ្នាធ្វើមិន copy យកមកបានកាលណាយើង copy យើងមិនមែន copy អញ្ចេះទេខ្ញុំមិនមែនឲ្យអ្នកទាំងអស់គ្នា copy អញ្ចេះ right click ទេអត់ទាន់យើងយកទៅដាក់ធ្វើមិនក៏ដាក់អត់បានអញ្ចឹងតើអ្នកទាំងអស់គ្នាប្រើ command យ៉ាងម៉េចទៅអាចទាញយកចេញទៅបានតើណាតន់គោលបំណងនៅតើណាបាទឥឡូវធ្វើចេញអត់បើធ្វើអត់ចេញខ្ញុំធ្វើឲ្យចាញ់ឬមិនចាញ់ចង់សាកមើលអត់ទេបាទប៉ុន្តែជំហានដំបូងខ្ញុំធ្វើអញ្ចឹងឲ្យមើលសិនហើយយើងមើល data copy 20 10អានោះ sv 30ខ្ញុំលុបចោលអស់សិនណាតោះទី1ខ្ញុំអេកូអីគេ1ដល់100ទៅហ៎បាទហើយ hello គេ Mr sv 30បងប្អូនបាទហើយយើងដាក់ដក e មួយមកដាក់ចូលទៅក្នុងណា slash n ចឹងហ៎ហើយដាក់ចូលទៅក្នុង file មួយឈ្មោះអីគេ sv 30 data តើនេះអាហ្នឹងរបៀបយើងដាក់អញ្ចឹងដើម្បីបានប៉ុន្មានបាន100ឡាញចូលទៅក្នុងណាចូលទៅក្នុង file មួយឈ្មោះថា sv 30 data ចឹងហ៎ហើយអ្នកទាំងអស់គ្នាលេសមើលពិតជាបានចឹងមែនអត់ sv 30បានចឹងមែនទេបានអត់តើនេះបាទពេលបានហើយអ្នកទាំងអស់គ្នាត្រូវបង្កើត file ទាំងអស់ប៉ុន្មាន file ទាំងអស់10ទៀតអញ្ចឹង10ទៀតយើងបង្កើតមិនយើងមិនសេខាច់
hai chạy kê nhưng mình là xe thác FV Sam sub data copy mànពី10រហូតដល់ម៉ានពី1រហូតដល់ម៉ាន100អញ្ចឹងហ៎ប៉ុន្តែយើងឲ្យកម្លាកវាម្ដងម៉ាន10ឃើញហ៎ត្រូវអត់បាទ enter មកអញ្ចឹងអ្នកទាំងអស់គ្នានឹងឃើញប្រហែលយើងនឹងខោអត់ទេម្ដងទៀតពី10ដល់100ទៅហ៎ពី10ដល់100ហើយយើងឲ្យចន្លោះវាម្ដងប៉ុន្មានម្ដង10 20 30 40អញ្ចឹងទៅតោះនេះបាទអត់អេសមកបាននៅ10 20មើលតើនេះបាទអាហ្នឹងយើងបង្កើត file អញ្ចឹងហើយនឹងយើងបង្កើត file blank អញ្ចឹងទាំងអស់មានចំនួន10ហើយបន្ទាប់មកអ្នកទាំងអស់គ្នាត្រូវធ្វើម៉េច copy បាទធ្វើម៉េច copy អាច copy less SV 30នេះធ្វើម៉េច copy ម្ដង10បានត្រូវទេធ្វើម៉េចអាច copy នឹងយកទៅ10បានឥឡូវខ្ញុំ demo មួយចាំមើលយើងរកនឹកឃើញអត់ណាតោះខ្ញុំ demo ឲ្យមើលមួយខ្ញុំសរសេរ head file SV 30បើខ្ញុំសរសេរប៉ុណ្ណឹងខ្ញុំបានប៉ុន្មានបន្ទាត់10បន្ទាត់ត្រូវអត់បាទអញ្ចឹងបើខ្ញុំសរសេរបាន10បន្ទាត់ខ្ញុំដាក់សញ្ញាអញ្ចេះដើម្បីបញ្ចូល file មួយណា data copy បាន10ត្រូវហ៎សេចឹងបានអត់បានហ៎បានអត់នេះបានហ៎បាទធម្មតាវា display មិនបាន10បន្ទាត់ត្រូវហ៎បាទប៉ុន្តែអា10បន្ទាត់ហ្នឹងយើងបានហើយយើងទៅបញ្ចូលក្នុង file មួយឈ្មោះអីគេអស់ file data copy 30នេះចឹងអត់បាទ enter មកបាទអ្នកទាំងអស់គ្នា cat មើល SV data 30ហ្នឹងឃើញមែនអត់10ហ្នឹងឃើញអត់ឃើញមាន10ហ៎មានបាទឥឡូវយើងគិតតទៀតណាបាទគិតតទៀតខ្ញុំធ្វើឲ្យមើលប៉ុណ្ណឹងប្រើអីក៏បានហើយប្រើ head ក៏បានប្រើ tail ក៏បានស្រេចលើយើងតទៀតឥឡូវឲ្យខ្ញុំធ្វើឲ្យមើលឬក៏ចង់ធ្វើខ្លួនឯងហើយយើងចង់ challenge ខ្លួនឯងឬចង់ខ្ញុំធ្វើឲ្យមើលchallenge ខ្លួនឯងអញ្ចឹងហ៎អូខេអញ្ចឹងធ្វើខ្លួនឯងណាខ្ញុំ demo ហើយបាទប្រកួតមួយខ្លួនឯងអញ្ចឹងខ្ញុំ record ឲ្យមិញ